ត្រង់នេះខ្ញុំច្បាស់ណាស់ចឹងបានមុននឹងសម្ភាសខ្ញុំលើកដៃស្បត់ថាខ្ញុំនឹងនិយាយត្រង់រឿងនេះជាការពិតដែលខ្ញុំមិនដែលផ្សាយតាម YouTube នេះលើកទី1ដែលមិនដឹងយ៉ាងម៉េចមានផុតសំណាងមកផ្សាយជាមួយនឹងក្មួយខ្ញុំបានដោយសម្ដេចតាំងធ្វើជារដ្ឋមន្ត្រីខាងក្រសួងសន្តិសុខជាតិខាង Security National ក្នុងឆ្នាំណាដែរក្នុងឆ្នាំ1967ខ្ញុំសង្គ្រាមពេលនោះចាប់ផ្ដើមហើយចាប់គឺថានៅត្រង់ទេឈប់ប្រើដេញអស់អភិក្រិតមិនប្រកាសថាឈប់អភិក្រិតទេប៉ុន្តែការដែលងារដែលធ្វើនឹងវាមិនមែនអភិក្រិតបាទគាត់តែប៉ុណ្ណឹងខ្ញុំឡើងភ្លាមខ្ញុំបានសញ្ញាសិកាខ្លួនឯងថាត្រូវរកឲ្យឃើញតើអាយាកងនេះមួយអាយាមិញនេះពីអាស្អីអស់នឹងមិននៅឯណាខ្លះបាទក្នុងស្រុកខ្មែរបាទឲ្យប៉ូលីសខាងប៉ូលីស National បើអស់លោកអស់ទាំងនោះនៅរស់មិនអាចភ្លេចបានបញ្ជារបស់ខ្ញុំពេលនោះបាទឲ្យទៅស៊ើបអង្កេតក្នុងដីខ្មែរយើងតើមានយាកងនៅតាណាខ្លះមានអាបូដោយនៅតាណាខ្លះវាធ្វើអីខ្លះធ្វើការនេះរវាង2ឆ្នាំ67 68 69ខ្ញុំអាចធ្វើរពរមួយបានទៅថ្វាយសម្ដេចឪនៅឡាម៉ាន់សៀកពេលនោះលោកចេញទៅធ្វើការនៅតាមធ្វើពុបារងអីនៅតាមឃុំខេត្តអីហ្នឹងរពរខ្ញុំដូចតទៅនេះទី1យាកងមានសេលុលមានអង្តែនសូមទោសនិយាយពីភាសាបារាំងពួកខ្ញុំមិនចេះភាសាអង់គ្លេសនៅជុំវិញភ្នំពេញនៅតាមទន្លេសាបនៅខាងកំពង់ឆ្នាំងកន្លែងណាដែលមានយួនច្រើនមានសេលុលរងសៃញម៉ងយួនមានសេលុលរើគ្រុតត្មងមានសេលុលដើម្បីនឹងប្រមូលលុយបច្ច័យទាំងអស់នឹងយកទៅចិញ្ចឹមខាងលើខ្ញុំបានធ្វើរពរមួយយ៉ាងសំខាន់ហើយពិសេសជាទីបំផុតគឺថារឿងយួនដែលមកតាំងជំរុំសឹករបស់ខ្លួននៅខាងជើងរតនគិរីសឹងត្រែងរតនគិរីមណ្ឌលគិរីគឺថាមណ្ឌលគិរីវាយកបញ្ចេញចេះវិញនឹងខាងនេះខាងជើងងាកទៅខាងកើតឡាបានសៀអីអស់ហ្នឹងគឺតែយួនតាំងជំរុំវាមានទ័ពចំនួន 60,000 នាក់ 60,000 នាក់មានដេប៉ូគឺថាជំរកទុកគ្រាប់មកសេវមីនហើយជំរុំសម្រាប់ពេទ្យវាមានអង្គតានឈឺរីជីកាលគឺទៅវះកាត់នៅតែពេទ្យគ្រប់បែបយ៉ាងហ្នឹងហើយរួចមានកន្លែងរពោមានកន្លែងវឹកវើបង្ហាត់គ្នាឲ្យទាហានគឺជ្រើសរើសពីទន្លេសាបពីភ្នំពេញអីហ្នឹងយកទៅដល់បង្ហាត់បង្រៀនបញ្ជូនទៅសុខយួនវាយវាទៅធ្វើតែអញ្ចឹងទេវាមិនមែនមកវាយយើងទេភ្លាមខ្ញុំបាទសូមខ្ញុំសុំតទៀតរឿងដេញអង្គិតនេះបានធ្វើចេញជារពរហើយថែមទាំងមានផែនទីចង្អុលច្បាស់ណាស់កន្លែងណាដែលខ្មាំងសត្រូវឆ្លៀនពៀនមិនទាន់ឆ្លៀនពៀនទេពេលនោះខ្មាំងសត្រូវកុម្មុយនីសបង្កប់ខ្លួននៅក្នុងមូលដ្ឋានសឹកក្នុងដីខ្មែរយើងគឺមានជំរុំផ្ទុកគ្រាប់ម៉ាសេលជំរុំផ្ទុកគ្រាប់មានជំរុំសម្រាប់ជួសជុលកភ្លើងតូចធំអីក៏នឹងគឺបាសដឺហ្គេម៉ាតេរីយ៉ែលដឺហ្គេក៏នៅនឹងទៀតនៅទៅក្នុងពលទាហានក៏នៅនឹងពួកមកពីចម្បាំងពីស្រុកយួនបាក់បែកអីដឹកយកមកជួសជុលនឹងស្រុកយើងដែរគេមានពេទ្យចំណានដែលគេក្នុងភាសាបារាំងថាmedicine ដូចកំប៉ាញខាងចម្បាំងហ្នឹងយកមកថែទាំគ្នាគេជួសជុលគ្នាគេរួចភ្នំពេញធ្វើអីពួករងសាច់ហ្មងនៅភ្នំពេញយួនហ្នឹងគឺផ្ញើមកឲ្យយើងដឹងទាំងអស់បងផ្ញើមកឲ្យគ្នាគេដឹងទាំងអស់យើងដឹងនៅត្រង់ណាដឹងទាំងអស់រពរនឹងធ្វើឲ្យខ្ញុំក៏
ឡើងយន្តហោះទៅឡាបាជាទៅទូថ្វាយសេចក្តីដល់សម្ដេចឪទៅដល់ពេលល្ងាចលោកបកមកពីទូនេអីហើយខ្ញុំក៏ចូលទៅថ្វាយគុំនឹងសាលេលោកកន្លែងលោកគង់ថ្វាយសេចក្តីសពគ្រប់ហុចរពរថ្វាយសពគ្រប់តកូលណាលោកទតពេលហ្នឹងនៅសម្ដេចហៅសម្ដេចលោកទតអញ្ចឹងហើយលោកដូចជាមិនស្រួលព្រះអង្គទតរពរនឹងហើយមើលកោគឺថាផែនទីដែលយើងសរសេរចុចចំកន្លែងណាមួយមានអីកន្លែងណាមួយមានអីសពគ្រប់ហើយក្នុងរពររបស់ខ្ញុំមានសរសេរដាក់ថាកងទ័ព60ពាន់នេះមានគ្រឿងអាវុធដែលសពថ្ងៃច្បាំងជាមួយនឹងអាមេរិកនៅសូវៀតក៏ពិតមែនតែពេលណាកងទ័ពនេះចង់ចុះមកយកវាយស្រុកខ្មែរក្នុងរវាង3ថ្ងៃនឹងចុះទៅដល់ភ្នំពេញវាយយកភ្នំពេញបានខ្ញុំដឹងច្បាស់ថាយើងចំនួនទ័ពយើងមិនអាចនឹងការពារទប់ទល់ជាមួយអា60ពាន់នឹងទេដូចខ្ញុំនិយាយដំបូងថាអត់បានរៀបចំការពារឯណាបាទផ្ទះយើងអត់ល្បងព្រោះអានោះនៅក្នុងដីទៅទៀតក្នុងភូមិទៅទៀតចុះពេលណាក៏បានតាមចិត្តទី1ទី2ខ្ញុំបានចាចេះទៅទៀតក្នុងរពកខ្ញុំឲ្យនឹងចាំច្បាស់ពីព្រោះសរសេរខ្លួនឯងថានិគីត្រង់ភ្នំពេញត្រង់លើកម៉ូតកំងលើកម៉ូតគឺថាអ្នកណាដែលមកត្រួតបាននៅភ្នំពេញគឺត្រួតស្រុកខ្មែរទាំងមូលហេតុដូច្នេះជាការចាប់អារម្មណ៍យ៉ាងខ្លាំងនៅនាយទាហានមួយរូបនៅឧត្តមសេនីយ៍មួយរូបដែលដឹងក្បួនចម្បាំងហើយដឹងច្បាស់ថា strategy នេះគឺថាត្រូវតែស្លាប់ខ្មែរយើងត្រូវតែស្លាប់បើចឹងទេត្រូវថ្វាយដំណឹងនេះទៅដល់មហាក្សត្រទៅដល់សម្ដេចឪជាម្ចាស់ជីវិតឲ្យលោកជ្រាបច្បាស់នៅអាគីភ័យដែលនឹងឆេះមកដល់ទៅក្រុងភ្នំពេញដល់នគរយើងព្រោះណាទតអីហើយលោកសិញ្ជឹងគិតយ៉ាងយូរហើយលោកជំអល់ខ្ញុំថាសហជីវិនទៅសហជីវិនឯងក៏មកទៅវិញនៅនឹងមកយប់សិនទៅនៅឡាមអាស៊ីបាទស្អែកព្រឹកលោកឧត្តមសេនីយ៍ញឹកជូឡុងដែលជាអគ្គមេបញ្ជាការជំនាន់នោះបាទនឹងជួបនឹងហៅសហជីវិនទៅជួបក្នុងរពរហ្នឹងបាទខ្ញុំថ្វាយអង្គមលោកវាដើរលូនថយចេញមកព្រោះដើរត្រង់សប្បាយចិត្តពេញដើមទ្រូងសប្បាយចិត្តណាស់សប្បាយចិត្តដែលបានបំពេញករណីរបស់កិច្ចរបស់ខ្លួនដែលជារដ្ឋមន្ត្រីមួយរូបរកឃើញនៅចំណុចខ្សោយរបស់ខ្មាំងមើលឃើញចំណុចខ្លាំងរបស់ខ្មាំងពុងហ្វពុងហ្វែវាដឹងទាំងអស់នៅភ្នំពេញនៅតាមខេត្តនៅរហូតដល់រដ្ឋាភិបាលវាតាក់ទងខ្សែស្រឡាយគឺថាឃើញច្បាស់របៀបនេះបើនគរគេធំហើយគេស៊ីវិល័យគេត្រូវតែរេកំប៉ុងសេគឺថាទៅតែឲ្យខ្ញុំនឹងឡើងបុណ្យឡើងស័ក្តិឡៃប៉ុន្តែចំនួនខ្ញុំស្រឡាញ់មេដៃពីពួកខ្ញុំទៅហ៊ានគឺថាមើលទៅបានមេដៃនឹងប៉ុណ្ណាមកទៀតហើយខ្លួនខ្ញុំនេះបាទដេកមកយប់អត់លក់មិនលក់មកពីសបាយចិត្តបានបំរើនគរបានបំរើចង្វាយនាយក្នុងវិស័យដែលគេប្រគល់ឲ្យមើលខុសត្រូវក្នុងរឿងអាសិនដែលសុខរឿងសុខរបស់ជាតិជាមូលជាធំព្រឹកឡើងម៉ោង7ប្រហែលជា7ផ្លាយបែបហ្នឹងមានឡាជីបមួយមាននាយទាហានមួយរូបចុះពីឡាជីបទៅដាស់ទៅហៅខ្ញុំមិនមែនដាស់ខ្ញុំភ្ញាក់ទៅហើយបាទទៅប្រាប់ថាមកកណ្ដប់អីស្រួលពួរថាដេគុណលោកកំណងសេះអញ្ជើញដេគុណទៅជួបបាទខ្ញុំអដោយសែនអពីព្រោះនឹងចៅវាយនាយនឹងមកជាសរសើរខ្ញុំហ្នឹងបាទលើកទឹកចិត្តខ្ញុំឡើងឡានជីបទៅសបាយជីអីបែបស្រឡះមុខមាត់ទៅបងបាទទៅដល់កន្លែងដែលលោកជាតារាជូឡុងនៅចុះពីឡានចុះវិញទៅគឺកុំស្អីស្លៀកតែ
civil យ៉ាងណាលើកដៃស្ពះលោកគោរពអីហើយគោរពតាមទាហានទៀតត្រង់ជើងអញ្ចឹងទៀតស្រាប់តែលោកជីឡុងមិនហៅឲ្យអង្គុយទេបុនប៉ុណ្ណឹងក៏អត់ឲ្យអង្គុយចង្អុលមកអាសោះតែ នឹងលោកជឿនរងជាឡង នឹកលោកជីឡុងសុំទោសលោកស្លាប់ហើយប៉ុន្តែខ្ញុំមិនមែននិយាយដើម្បីប៉ះពាល់សិទ្ធិបុគ្គលទេពេលនឹងខ្ញុំនឹកឃើញពេលដែលលោកថាឲ្យខ្ញុំយ៉ាងម៉េចខ្ញុំគ្រាន់តែនិយាយរំលឹកឡើងវិញដើម្បីឲ្យវាធូរទ្រូង អរគុណបង ណែអាសោះតែគេឲ្យឯងធ្វើធំឯងគ្មានដឹងអីទាំងអស់អាពុកកដោលោកឲ្យកដោខ្ញុំរដ្ឋមន្ត្រីមួយរូបដែរបានបំពេញករណីកិច្ចបានធ្វើរ៉ាប៉ូតត្រឹមត្រូវយកទៅជូនលោកថ្វាយបកូនណាឲ្យជ្រាបនៅការមានអសន្តិសុខបើពេលណាមិនគិតគូរក្នុងរឿងនោះទេ តើលោកអ៊ំយល់យ៉ាងម៉េចដែរចំពោះពេលហ្នឹងបាទនៅពេលដែលគាត់ ពេលដែលគាត់កិនខ្ញុំងងឹតមុខឈឹងខ្ញុំមានសរសេរ testament របស់ខ្ញុំឲ្យកូនខ្ញុំឲ្យចៅខ្ញុំដឹងលឺខ្ញុំជាវេទិហានមួយមិនដែលខ្លាចក្រុមអាសេវមិនដែលខ្លាចខ្មាំងសត្រូវពេលណាច្បាំងកំភ្លើងផ្ទុះដូចជាពួកអាដេញចិនហែអាដេញអ្នកតាដូចខ្មោចចូលស្ទុះវឹងទៅរកវាហ្មងគឺដឹកនាំទ័ពទៅបាញ់ហ្មង សូមអភ័យទោសពីលោកអ៊ំតើលោកអ៊ំមានធ្លាប់បានជួបជាមួយនឹងសម្ដេចជូឡុងទេមុននឹងពេលដែលលោកអ៊ំទៅជួបនៅពេល អត់តែខ្ញុំធ្វើរ៉ាប៉ូតហើយខ្ញុំសម្ដៅទៅរកបកូនណាពីព្រោះមីសយងរបស់ខ្ញុំគឺទៅឡើងទៅដល់បកូនណាទៅដល់សម្ដេច បាទដូច្នេះបានន័យថាចំពោះលោកអ៊ំនិងសម្ដេចជូឡុងគ្មានចំនួនអ្វីទាំង គ្មានអត់ជំនួយអីទេលោក ពីមុនមក ទុកពីមុនមកលោកទុកខ្ញុំជាកូនចៅប្រសពផ្លេក៏នៅលោកហៅខ្ញុំអាយ៉ាងដែរមិនមែនមកពីខឹងមិនហៅអាទេ ថតទៅទៀតបាទកន្លែង មិនខឹងមិនហៅអាទេចាំហែងដឹងទេហែងដឹងហែងសរសេរស្អីអាហ្នឹងអានេះជាអូត politic របស់សម្ដេចងប់ហ្មងខ្ញុំភ្ញាក់ព្រឹត្តខ្ញុំមិនដឹងបានឡើងធ្វើកុំសីធ្លាប់ធ្វើតែទាហានទទួលបញ្ជាឲ្យធ្វើតាមបញ្ជាចង្វាយនេះប៉ុន្តែដល់និយាយពី politic ទុកចាប់ធ្វើកុំសីភ្លាមប៉ះលើគឺរឿងមួយដែលធំសែនធំអូត politic របស់សម្ដេចមិនក៏ហែងហ៊ានសរសេរប្រេះប្រាស់យ៉ាងហែងដឹងមើលថាមាន fit មានធ្លាយទៅណាមួយណាមើលឃើញណាមើលដឹងអីកសាច់ចុះងាប់មកសម្ដេចហែងហ្នឹងអ្នកធ្វើយ៉ាងហែងចង់ចូលគុកទេ ដូច្នេះបានន័យថាអ្វីដែលលោកអ៊ំបានទៅសេរី report គឺជាគោលនយោបាយរបស់សម្ដេចនៅពេលនោះចំនួននោះហើយលាក់អត់ឲ្យណាដឹងឮស្រាប់តែប៉ះលឺមេប៉ូលីសនេះចេះតែខំបំរើខំរកយកបងវាទៅជាវាមិនបានបង ខ្ញុំបាទជាលើកទី1ដែលជាប្រវត្តិសាស្ត្ររបស់កូនខ្មែរដែលពុំមានសោះតាំងពីមុនមកបាទដូចជារូបក្មួយតងក៏ដូចជាកូនចៅចំនួនក្រោយបាទម្ដងទៀតខ្ញុំបាទចង់ចូលទៅក្នុងនៅពេលដែលក្រោយពីសម្ដេចជូឡុងជាលោកអ៊ំនៅពេលដែលលោកអ៊ំយករបាយការណ៍ជូនទៅសម្ដេចបាទសូមជើញលោកអ៊ំ ខ្ញុំចាំមិនច្បាស់តែប្រហែលជាឆ្នាំ1968ឬ69ដែលលោកជូឡុងបានបញ្ជាប្រហែលជាបានបញ្ជាពីសម្ដេចឪហើយឲ្យបន្ទោសខ្ញុំថាមិនយល់ថារឿងនឹងជារឿងអូត politic គឺជានយោបាយយ៉ាងខ្ពង់ខ្ពស់របស់សម្ដេចដែលគ្មានអ្នកណាត្រូវដឹងឮឥឡូវបើដឹងឮហើយមិនក៏ទៅសរសេរផ្សាយអីណាឲ្យអានឹងឲ្យខូចដល់គេទនាមរបស់សម្ដេចឪផងហើយដូច្នេះលោកជូឡុងបានបន្តដោយតទៅនេះអាសោសែនអញរៀបចំកប៉ាល់ហោះឲ្យឯងមួយហើយពោះនិយាយគ្នានេះនិយាយនៅឡាបានជាឯងឡើងយន្តហោះទៅភ្លាមទៅដល់ភ្នំពេញចូលទៅបេរ៉ូឯងនៅមីនីស្ទែឯងហើយឯងត្រូវហៅកូនចៅឯងទាំងអស់មកប្រម៉ែប្រមូលដូសៀនិយាយពីរឿងយួនទ័ពយួននៅក្នុងដីខ្មែរយើងនៅខាងជើង
ហើយនឹងរឿងឯទៀតដែលឯងរាយរាប់នៅភ្នំពេញនៅអីក៏ដោយប្រម៉ែប្រមូលឲ្យដុតចោលឲ្យអស់ហើយ ពីណាអ្នកបញ្ជានឹង លោកបាទនឹងគឺលោកឧត្តមសេនីយ៍លងណូឧត្តមសំទុះឧត្តមសេនីយ៍ញឹកជូឡុងជេរបន្ទោសឲ្យទៅវិញឲ្យទៅប្រមូលដុតឯកសារចោលទាំងអស់ ក៏ប៉ុន្តែបើសិនជាមិនបានទទួលបញ្ជាពីសម្ដេចសីហនុទេតែជាមិនមានការបញ្ជាឲ្យល្អដុតចោលទេមិនចឹងទេ ខ្ញុំអានេះរឿងធំ បាទជារឿងប្រទេសជាតិបាទ ជារឿងប្រទេសជាតិខ្ញុំមិនជឿថាលោកឧត្តមសេនីយ៍ញឹកជូឡុងមានអំណាចរហូតដល់ប្រើខ្ញុំឲ្យធ្វើចឹងចឹងកើតអ្នកដែលមានអំណាចប្រើខ្ញុំមានតែសម្ដេចទេក្នុងរឿងពីព្រោះខ្ញុំជាអ្នកតំណាងក្នុងវិស័យរងសែងម៉ងនឹងការស្រាវជ្រាវព័ត៌មានគ្រប់បែបយ៉ាងដែលប៉ះពាល់ទៅលើសន្តិសុខជាតិរបស់យើងដល់ខ្ញុំទៅមុនត្រឡប់ទៅវិញខ្ញុំឲ្យនិយាយរ៉ាឌីយ៉ូទៅប្រាប់ក្រសួងរបស់ខ្ញុំឲ្យប្រម៉ែប្រមូលគ្នាទាំងអស់តែបេរ៉ូសែបកាប៊ីណេអីទាំងអស់កុំឲ្យទៅណាឲ្យនៅចាំខ្ញុំនៅបេរ៉ូក្នុង1ម៉ោងទៀតខ្ញុំទៅដល់ពូជតុងឲ្យយកឡានមកទទួលខ្ញុំចាំខ្ញុំជម្រាបខ្ញុំទៅដល់ភ្លាមអស់លោកនឹងនៅចាំមែនខ្ញុំហៅប្រមូលមកឲ្យបញ្ជាថាលើត្រឡប់ទៅបេរ៉ូទៅយកដូសៀទាំងអស់ក្នុងរឿងដែលយើងនិយាយពីរឿងពួកអាយាកុងពួកអាស្អីនៅពេញក្តីនៅតាមខេត្តនៅខាងជើងទាំងប្រមាណយកមកទាំងអស់ឲ្យខ្ញុំជម្រាបអស់លោកប្រហែលជាលោកមិនអាចជឿកើតក្នុង2ឆ្នាំប្រមូលដូសៀមកប្រហែល2តោនកំពុះវូនេះដាក់ពេញមកទៅខ្ញុំដាក់ខាងក្រុមទៀតបេរ៉ូអង្គុយជុំគ្នាហើយខ្ញុំក៏មិនទាន់ប្រាប់យកមកខ្ញុំថាអស់ហើយយកអស់ណាកុំឲ្យនៅសល់អីទាំងអស់អត់ឲ្យមានសល់អស់ហើយខ្ញុំទីចាប់ហែកហ្មងហែកថ្វាច់សួរអស់លោកមានជំងឺដាក់យូរដុតឲ្យខ្ញុំដាក់ក្នុងកាឆេហ្នឹងមកឥឡូវអស់លោកទាំងអស់គ្នាជួយដុតណាណានៅកន្លែងដុតកន្លែងនាំគ្នាជួយដុតឯកសារពិសេសចោលអស់លេងកុំឲ្យនៅសល់ពីព្រោះខ្ញុំជាទាហានតែទទួលបញ្ជាហើយគឺថាធ្វើឲ្យអមទវល់ស្ដាប់បញ្ជាណាទាហានខ្មែរមាន discipline ណាស់គឺតែកាន់វិន័យខ្លាំងណាស់ដល់ដុតឲ្យអស់អាលីគ្មានសល់ហើយខ្ញុំជួននៅសល់ទៀតនេះនឹងបេរ៉ូមានសល់អាកដាស់អីនៅកញ្ជើងហ្នឹងថាអស់ហើយខ្ញុំប្រាប់សាច់កាប៊ីណេហើយនឹងអស់លោកសាច់បេរ៉ូគុំសែធំនៅក្នុងរឿងហ្នឹងក្នុងវិស័យដែលរងសែងហ្មងហ្នឹងខ្ញុំប្រាប់ថាអស់លោកខ្ញុំធ្វើខុសហើយរឿងហ្នឹងខ្ញុំបានឲ្យបញ្ជាអស់លោកទាំងអស់ឲ្យទៅរករឿងចឹងយកមកឲ្យខ្ញុំសូមអស់លោកជ្រាបថាយើងទាំងអស់គ្នាខុសពីព្រោះយើងទៅសរសេរប៉ះពាល់ទៅលើអូត politic របស់សម្ដេចប្រើភាសាបារាំងគឺថាបើថានេះគឺថាគោលនយោបាយដល់ខ្ពង់ខ្ពស់របស់សម្ដេចយើងទៅតដាងឲ្យគេឃើញអស់អញ្ចឹងខុសធ្ងន់ណាស់ឥឡូវនេះសូមអស់លោកចេញពីខ្ញុំទៅបំភ្លេចចោលទាំងអស់ការអ្វីដែលខ្ញុំប្រាប់ឲ្យធ្វើជាមួយខ្ញុំតាំងពីរឿងសរសេររឿងរហូតដល់ដុតឯកសារអស់នេះរហូតទៅលោកចេញផុតពីបេរ៉ូភ្លាមគឺទៅរលត់ឲ្យអស់ពីក្នុងចិត្តគំនិតរបស់លោកគ្រូបាលលោកថាមានប្រមាណអ្នកដែរដែលអ្នកជួយសម្រួលកិច្ចការនឹងជាមួយល្អមកទាំងអស់គុំវិជាធំទាំងអស់មកទាំងអស់ខ្ញុំមិនមែនត្រឹមតែហៅអ្នកទទួលខុសត្រូវនឹងធ្វើរ៉ាប៉ហ្នឹងទេបាទគឺថាតាំងពីសាច់កាប៊ីណេសាច់បេរ៉ូធំ PSP Police Special ដែលនៅចាំឈ្មោះខ្លះទេអ្នកដែលសំខាន់មានចាំឈ្មោះលីងៅកុំសៀលីងៅកដុលកាដែនហ្នឹងកដុលកាដែនហ្នឹងហើយនឹងវ៉ាន់សនេះវ៉ាន់សនេះឥឡូវមកនៅស្រុកអាមេរិកនេះដែរនឹងនៅណានេះគាត់មិនត្រូវភ្លេចរឿងហ្នឹងពីព្រោះក្រោយមកគាត់ដឹងតែខ្ញុំមកហើយគាត់មិនខ្ជិលចិត្តផងនឹងរឿងអីស
សុំទោសមែនប៉ុណ្ណឹងលោកណានេះប៉ុន្តែថាគួរតែធ្វើសាកសីឲ្យខ្ញុំក្នុងរឿងដែលធ្វើឲ្យខ្ញុំមានយុត្តិធម៌សម្រាប់ខ្ញុំរស់ឲ្យបានយូរជាងនេះបន្តិចទៀតបាទអង្គពុរាសេផងបាទរឿងហ្នឹងមុនចេញហើយដល់ខ្ញុំដេញអស់លោកនឹងឲ្យចេញត្រឡប់ទៅចុះហើយបំភ្លេចចោលរឿងអស់ហ្នឹងខ្ញុំចុះចេញតាមទ្វារក្រោយសុំម្ដងខ្ញុំទៅផ្ទះខ្ញុំដើរតាមទ្វារមុខថ្ងៃហ្នឹងខ្ញុំព្រួយពេកខ្ញុំចុះតាមទ្វារក្រោយខ្ញុំចូលផ្ទះខ្ញុំអត់និយាយរកប្រពន្ធកូនខ្ញុំទាំងអស់ខ្ញុំចូលក្នុងកន្ទប់ខ្ញុំបិទទ្វារអង្គុយជុំពីព្រោះខ្ញុំស្ដាយតែខ្ញុំបានបំរើប្រទេសជាតិអស់ពីកម្លាំងកាយពីកម្លាំងចិត្តបានគំនិតបាទមិនគួរខុសក្នុងផ្លូវនយោបាយដែលយើងនៅខ្ចីពេកគេឲ្យយើងធ្វើធំកាន់កាប់នយោបាយហើយភ្លើនៅពេលអមអាយុប្រហែលដែរសំទោសអាយុជាង50ហើយមានក្មេងអីបានថាអារម្មណ៍របស់លោកអ៊ំផ្ទាល់នៅពេលដែលលោកអ៊ំចូលក្នុងបន្ទប់បាទតើលោកអ៊ំគិតយ៉ាងម៉េចដែរចំពោះជាតិជារួមបាទមិនឲ្យគិតពីបុគ្គលទេមិនឲ្យគិតពីអ្វីដែលលោកអ៊ំថាបានធ្វើខុសចំពោះគោលនយោបាយរបស់មនុស្សម្នាក់ទេតែប្រយោជន៍ជាតិជារួមបាទតើមានអ្វីខ្លះដែលចូលទៅក្នុងអ៊ំដាស់តឿនចិត្តលោកអ៊ំថ្លឹងតាំងពីនឹងរហូតដល់សពថ្ងៃខ្លួនអ៊ំជាខ្មែរមួយរូបដែលកាន់វិន័យត្រឹមត្រូវនៅក្នុងកងទ័ពហ៊ានបដូរជីវិតចេញទៅតតាំងជាមួយខ្មាំងទៅត្រូវដែលមកឈ្លានពានខ្ញុំបានឃើញច្បាស់ថានឹងយូរហើយមកវាយយើងមកនៅតនេះទៅនោះបានបំពេញករណីកិច្ចជាទាហានមួយរូបស្នេហាជាតិហើយហ៊ានការពារនឹកម្យ៉ាងទៀតបើតាមផ្លូវនយោបាយក៏ជាខ្មែរមួយរូបដែលបានខំប្រឹងប្រែងធ្វើការដើម្បីតម្រូវចិត្តចៅហ្វាយនាងបំពេញករណីកិច្ចដែលបានទទួលកិត្តិយសធ្វើធំក្នុងវិស័យនោះបានបំពេញកិច្ចដើម្បីនឹងបំរើចៅហ្វាយនាងក៏ប៉ុន្តែខ្ញុំជឿថាគំនិតដំបូងបង្អស់របស់លោកអ៊ំគឺដើម្បីបម្រើជាតិមិនចឹងទេបាទមិនបាទកុំឲ្យខ្មាំងទៅត្រូវមកកុំឲ្យខ្មាំងទៅតែប៉ុណ្ណឹងគឺថាបំរើតាមវិជាគឺថាមីស្យុងយើងវាបារាំងថាមីស្យុងដែលមកធ្វើនេះរដ្ឋមន្ត្រីហ្នឹងគឺថាយើងមើលមីស្យុងថាយើងត្រូវធ្វើអីអញត្រូវធ្វើអីមើលចុះមើលឡើងថាយើងមិនចឹងរងសាច់មកហើយឲ្យឃើញនៅក្នុងពេលនឹងផ្ទាល់នៅពេលដែលលោកអ៊ំបានទទួលថាជាសេចក្តីបញ្ចុះពីសម្ដេចជួឡុងក៏ដូចជាសម្ដេចសៀនុបាទតើលោកអ៊ំគិតថាប្រទេសជាតិនឹងធ្លាក់ទៅផ្លូវណាដែរនៅក្នុងគំនិតលោកអ៊ំផ្ទាល់គំនិតរបស់អ៊ំចំនួននឹងថាអស់ផ្លូវពីព្រោះអ៊ំមានគំនិតទាហានមុននឹងមានគំនិតអ្នកនយោបាយក្នុងខ្លួនបាទគំនិតទាហានថាអូអត់ដឹងអីទេយួនចូលវាយស្អែកកាន់ស្អែកងាប់នឹងគិតធំបំផុតបាទដែលសុំទោសអ៊ំយំមិញតិចនេះពេលដែលនៅផ្ទះអ៊ំយំមួយយំអត់ជួយកាត់គេថាដល់លេទុកឈប់និយាយបងចេះតែបំរើតទៅទៀតធ្វើដូចមិនដឹងអីបដ ாய் ពីព្រោះដឹងច្បាស់ថាបើមានការគប់គង់តែអ៊ំនឹងឲ្យតែត្រូវចេញទៅទទួលខុសត្រូវរងគ្រោះមកទៅទៀតបាទយើងជាមេតបដែរគង់ទៅរួចទៅពីព្រោះមើលឃើញស្រាប់ណាជំរាបថាក្រោយពីនឹងមក
ក៏វាស្ងាត់ស្ងៀមនៅក្នុងប្រទេសយើងនៅក្នុងរឿងយាកុងអីដែល ចូលមកប្រកបក្នុង ចូលមកប្រកបខ្លួននៅប្រទេសកម្ពុជាខ្ញុំភ្លេចមកមុខទៀតពេលដែលធ្វើរពមមានសរសេរដែរថាទាហានខ្មែរទទួលភារកិច្ចមួយទៅដឹកស្បៀងអាហារក៏ភ្លើងគ្រប់បែបយ៉ាងបញ្ជូនពីសុកចិនមកចូលផែកំពង់សោម ដើម្បីប្រគល់ទៅ ដើម្បីនឹងដឹកយកទៅឲ្យពួកយាកុងនៅក្នុងដែនយើង ចុះកោចម្រត់ហ្នឹងលោកណាជាមេបញ្ជាការទទួលខុសត្រូវពីការដឹកជញ្ជូនស្បៀងនោះទៅឲ្យយាកុង អានេះគឺ ខាងទាហាន ខាងទាហាន ស្នៃបាទ គឺលោកលងណ គឺលោកលោកនោះ បាទដែលទទួលបញ្ជាពីលោកលងណជាអគ្គមេបញ្ជាការចំនួនហ្នឹងលោកមកវិញលោកជាអគ្គមេបញ្ជាការដែលតាក់ទងផ្ទាល់ជាមួយនឹងសម្ដេចឪដែលជាកំងដងស៊ឹកប្រែត បាទ ណា ต้องសួរលោកឧត្តមសេនីយ៍ចុះកោចំណន់ហ្នឹងរវាងលោកឧត្តមសេនីយ៍ផ្ទាល់ទំនាក់ទំនងជាមួយឧត្តមសេនីយ៍លោកដល់តើមានកិច្ចការចិត្តស្និទ្ធនឹងគ្នាយល់សាច់ការខ្លះទេចំណន់ លោកឧត្តមសេនីយ៍លងណុលនឹងខ្ញុំគឺថាខ្ញុំធ្លាប់បម្រើលោកនៅក្នុងឆ្នាំ1952នៅបាត់ដំបង បាទ លោកធ្វើជាកំងដងរេយងនៅបាត់ដំបងហើយលោកបានតែងតាំងខ្ញុំធ្វើជាผู้ជួយកំងដងរេយងបាត់ដំបងដើម្បីនឹងរៀបចំសេនាធិការយុទ្ធភូមិភាគទី3ហ្នឹងទី3បាទការតាក់ទងរវាងលោកនិងខ្ញុំល្អណាស់ពីព្រោះលោកបានទទួលស្គាល់ថាខ្ញុំជានាយទាហានមួយរូបព្រោះលោកឲ្យខ្ញុំទៅរៀននៅស្រុកបារាំងខាងវិស័យអេតាម៉ាዦគឺវិស័យសេនាធិការមករៀបចំសេនាធិការតាមរបៀបគេនៅស្រុកបារាំងដែលរៀនសូត្រចេះទាំងប្រមាណមករៀបចំជូនលោកបានស្រួលលោកទទួលស្គាល់ត្រង់នឹងត្រង់មានតម្រេះនឹងហើយនឹងហ៊ានចេញច្បាំងពេលណាត្រង់ណាមានការអីព្រៀងគឺខ្ញុំនឹងគឺថាវល់លងតែលើកដៃយ៉ាងខ្ពស់សុំចេញទៅការពារគ្រប់កន្លែង នៅពេលហ្នឹងតើលោកអ៊ំគិតថាឧត្តមសេនីយ៍លន់ណុលជាមនុស្សរបៀបម៉េចដែរ លោកឧត្តមសេនីយ៍លងណុលលោកជាមនុស្សនឹងពូកែពិតមែនតែលោកមិនមែនជាទាហានលោកចូលទៅក្នុងធ្វើការជាមួយទាហានលោកស្ដាប់លោករៀនថែមទៀតលោកសុំសភៅពីពួកយើងខ្ញុំទៅដើម្បីលោកបើកហាត់រៀនថែមទៀតលោកខំប្រឹងឲ្យមានតម្រេះវិជាខាងសឹកនេះថែមលើតម្រេះនយោបាយខាងនឹងខាងតម្រេះខាងរដ្ឋការរបស់យើងផង ខ្ញុំចង់ចូលទៅក្នុងសម័យរាជនិយមដដែលបាទមុននឹងចូលទៅក្នុងក្នុងខាងផ្នែករដ្ឋាភិបាលសាធារណរដ្ឋតើមានកន្លែងណាដែលលោកអ៊ំបានជួបទៀតទេដែលកូនចៅចំនួនក្រោយគួរដឹងឬបាទសូមលោកអ៊ំជើញ រួចពីនឹងមកស្រាប់តែយើងដឹងថាសម្ដេចលោកត្រូវមកស្រុកបារាំងលោកចូលពេទ្យហើយលោកថាទៅស្រុកបារាំងយើងមិនដឹងជាហេតុអីពីព្រោះអីលោកមានជំងឺអីអត់ដឹងទេ ឆ្នាំណាលោកអ៊ំ ឆ្នាំ50ដែលរួចពីពេលដែលមានរឿងរ៉ាប់ប៉ូដែលជាខ្ញុំជាអីហ្នឹងហើយមកហ្នឹងណា បាទ លោកយាងមកស្រុកបារាំងដល់លោកយាងមកស្រុកបារាំងផុតទៅណែនៅស្រុកយើងនេះមានការចលាចលអាមេរិកទៅបូមទម្លាក់បូមនឹងជំរុំមកដល់យួនដែលគេថាប៉ូសោះខ្ញុំនោះវាទម្លាក់បូមឯទៅផ្អើលអាយាកុងបិទជំរុំចោលទាំងអស់បិទទ្វារជំរុំឈប់ទទួលឲ្យមានខ្មែរចូលមកព្យាបាលរោគទៅទីដូចមុនពេទ្យវាមើលឲ្យទៅទី បាទ ឈប់ទទួលខ្មែរដែលយកព្រឹកឡើងមកលក់មាន់លក់ទាលក់អង្គលក់សាច់លក់អីឲ្យវានៅក្នុងជំរុំហ្នឹង បាទ មាន់ដែលនៅខាងក្រៅលក់មួយថា5រៀលយកទៅដល់ជំរុំយួនលក់បានដល់ទៅ10